មុនប្រហែលជា10ទៅ15ថ្ងៃអញ្ចឹងវាលាស់ចេញផ្កាហើយរីចំថ្ងៃជួយចិញ្ចឹមចិននឹងតែម្ដងឃើញឯស្អាតឡើងលឿងពេញដើមហ្មងកន្លងវាហើមកក្រេបផ្កាស្អាតបងប្អូនមើលមកជាកោមនេះហើយពួកខ្ញុំថតឥឡូវនេះឌីសាអាហ្នឹងវាបានរីកបានឆាប់តែប្រហែលជា1ថ្ងៃឬក៏2ថ្ងៃក្រោយពេលរីកហ្នឹងវារោយទៅវិញហើយអញ្ចឹងថតពេលព្រឹកយើងអត់សូវច្បាស់អញ្ចឹងក៏ព្យាយាមថតឲ្យពុកម៉ែបងប្អូនបានមើលទាំងអស់គ្នាស្អាតមែនតើខ្លាចពេលរោយទៅអត់បានថតណាមួយពេលដែលកន្លងវាមកទុំអីចឹងទៅវាជ្រុះវារោយដោយសារអញ្ចឹងដែរស្អាតណាស់បងប្អូននៅមុខផ្ទះខ្ញុំមានការកដាស់ដែរក៏មុនដើមវាសុបទ្រុបខ្លាំងមែនតើតែខ្ញុំបានកាត់វាទៅឲ្យវានៅសល់ដោះលាស់មកមិនទូចហើយឥឡូវខានធ្វើប្រហែលជាមួយឆ្នាំឥឡូវឡើងដោះទ្រុបទៀតដែរចាំមើលមានពេលខ្ញុំកាត់វាម្ដងទៀតឲ្យបានស្អាតថតពីខាងលិចទៅវាចាំងថ្ងៃអត់សូវស្អាតដោយសារវាបាំងឲ្យវាចាំងពលឺព្រះអាទិត្យជាងកើតមកដោយសារខ្ញុំថតពេលព្រឹកខ្ញុំរៀបទៅធ្វើការហើយហ្នឹងបងប្អូនហើយក៏ឃើញស្ដាយខ្លាយវារោយអស់ទៅក៏ថតឲ្យពុកម៉ែបងប្អូនមើលស្អាតទេតែវាចាំងថ្ងៃ ឡងច្រើនណាសบายនឹងមកក្រេបការនឹងតែម្ដងអូច្រើនមែនតើបាទអញ្ចឹងប៉ុណ្ណឹងបានហើយបងប្អូនទាំងអស់គ្នាសូមអរគុណដែលបានចូលរួមទស្សនាសូមជម្រាបលាបាទអរគុណ